ថ្ងៃនេះផងដែរគឺបានសាច់គោតកូនដែលគេកំពុងតែ trending ក្នុង TikTok មានបងប្អូនខ្លះក៏ធ្លាប់ធ្វើសាកហូបហើយតែនេះខ្ញុំលើកទី1ឃើញគេធ្វើចង់ធ្វើតាមអីចឹងណាស្អីគេសាច់គោងៅឈីងខ្ញុំហាមត្រូវដែរឥឡូវមកជាមួយតែឆ្ងាញ់មិនឆ្ងាញ់ចាំទស្សនាទាំងអស់នេះថយភ្លើងមកប៉ារ៉ាបឺអានេះខ្ទឹមសមួយប្រទេសហើយខ្ញុំបន្ថែមដាក់គ្រឿងក្នុងនោះឲ្យហើយចឹងណាយើងដាក់រ៉ូឌីបន្តិចក៏បានអីក៏បានយើងគាត់ដាក់ចាំដាក់ពេលយើងដាក់មួយទឹកកូនចូលក៏បានខាងភ្លើងតិចណាទៅមិនអីណាចាំមើលសិនសាកមើលវាបែបណាក៏គ្រឿងឲ្យឈ្ងុយហើយចាំយើងដាក់ទឹកគោហើយគ្រឿងយើងចាប់ផ្ដើមឈ្ងុយហើយយើងចាប់ផ្ដើមដាក់ទឹកគោចូលទឹកគោនេះច្រើនណាស់ណាទិញតែ10000នេះចាតែ10000នេះគ្នា2នាក់ញ៉ាំសល់អានេះសិនណាញ៉ាំអត់ដាក់អត់នេះខ្ញុំត្រូវទៅញ៉ាំដែរទឹកគោយើងធ្វើកុំឲ្យវាឆ្អិនពេកព្រោះយើងត្រូវបន្ថែមដាក់តកូនដាក់អីថែមទៀតណាបើយើងស្ទើរយើងអាចបន្ថែមប៊ឺបន្ថែមលើដាក់ប៊ឺតិចទៅកុំឲ្យវាខ្លោចឆ្ងាញ់ណាកណ្ដាលហើយយើងចាប់ផ្ដើមដាក់តកូននេះទិញនៅផ្សារយើងទិញយើងជិះថោក៏បានដែរវាតលោកមកខាង1000តែបើយើងទិញតែកន្លះគីឡូ3500វាឆ្ងាញ់ជាមួយដែរចឹងតែពីរនាក់ឯងហូបមិនអស់ទៅឡើងមកកាច្រែងណាតែបើយើងដាក់បន្លែច្រើនទៅក៏វាហូបបានច្រើនជាពិសេសអ្នកធ្វើហ្នឹងចូលចិត្តហូបតកូនដែរតែមកហូបតកូនអស់សាច់មុនតកូនឬក៏យ៉ាងណាមកឥឡូវមកសាករសជាតិមើលវាថាវាឆ្ងាញ់បែបណានេះដាក់ច្រើនពេកប្រៃនេះប្រហែលជាអូនភ្លេចប្រឡាក់សាច់បន្តិចឲ្យវាមានរសជាតិណាដល់ពេលយើងដាក់តែជាមួយទឹកដាក់គ្រឿងទៅជាមួយអីណាខ្ទឹមសជាមួយម្ទេសវាខ្ញុំថាវាអត់សូវមានជាតិតែពេលយើងជ្រលក់មួយទឹកត្រីនេះគឺវាល្មមហ្មងនេះជ្រលក់ដូចតែឆាតកូនអត់បងឆាតកូនសាច់គោវាអាចជ្រលក់គ្នាចឹងអត់អាចជ្រលក់វាកប់ចាចាសុខតែបោកតែវាផ្នែកម្យ៉ាងផ្នែកផងដែរយើងដាក់ខ្ទឹមដាក់អីទៅវាច្រើនទៅវាខុសពីអាវាយើងប្រឡាក់តកូនណាវាបានអាទឹកកាហូនេះវាផ្នែកផងហ្នឹងឬក៏អ្នកគេធ្វើលក់គេធ្វើនេះគេមានវិធីផ្សេងខ្ញុំដឹងតែនេះខ្ញុំមើលក្នុង TikTok គេធ្វើអញ្ចឹងខ្ញុំធ្វើតាមគេចំណែកហ្នឹងនេះឯងខ្លាចមាត់អាចហូបបានហើយនេះធ្វើមេតិចតិចហើយធ្វើមេនេះទៀតអែមហ្មងស្មានពេលយើងស្ដាប់គេលក់តាហ៊ូនឹងត្រូវដាក់ទៅចូលជាតិហ្នឹង